ជំរាបសួរលោកគ្រូខ្ញុំឈ្មោះកនបឌិនមកពីក្រុម AU5 វីដេអូនេះដែរខ្ញុំចង់ធ្វើការនិយាយអំពីការ install FTP នៅលើ server AWS អញ្ចឹងជាដំបូងខ្ញុំចូលមកកម្មវិធី AWS ខ្ញុំចូលទៅ security group បន្ទាប់មកខ្ញុំបង្កើត group security មួយដែល security group name ខ្ញុំដាក់ឈ្មោះ FTP server AWS នេះខ្ញុំដាក់ដូចគ្នាដែរតោះមកទៅ inbound or TCP ខ្ញុំយក anywhere description ខ្ញុំដាក់ learning ចឹងខ្ញុំ fill ប៉ុណ្ណឹងហើយខ្ញុំបង្កើត create security group មកអញ្ចឹងបន្ទាប់ពីបង្កើតបានហើយខ្ញុំចូលមក instance ហើយខ្ញុំធ្វើការ launch instance ដើម្បីបង្កើតបន្ទាប់មកខ្ញុំ fill name ខ្ញុំដាក់ដូចលើដែរ AWS ខ្ញុំយក Ubuntu បន្ទាប់មក instance type ខ្ញុំយក tb.micro បន្ទាប់មកដល់ keep pair ខ្ញុំបង្កើតថ្មី FTP server AWS create key pair តទៅបង្កើតហើយអានេះយក security group តមកខ្ញុំយកនេះមិញដែលខ្ញុំបានបង្កើតហ្នឹងដល់ config storage ដល់20ហើយបន្ទាប់មកខ្ញុំ launch instance អញ្ចឹងមកដល់នេះគឺខ្ញុំបង្កើតបានហើយអញ្ចឹងបន្ទាប់មកយើងចូលទៅកាន់ម៉ាស៊ីនហ្នឹងនេះវាពុំដើរ install initialize អញ្ចឹងខ្ញុំចង់តែឆែក sticker នេះវាយូរពេកខ្ញុំ refresh វាមួយអូខេអញ្ចឹង status វា load ផាសហើយបន្ទាប់មកខ្ញុំចូលទៅកាន់ git ហើយចូលទៅកាន់ keep pair ដែលយើងបាន download មុនហ្នឹងអញ្ចឹងខ្ញុំចូលទៅកាន់folder download មកខ្ញុំ list វាអញ្ចឹងនេះគឺជា server AWS របស់ខ្ញុំបន្ទាប់មកខ្ញុំ change mode វាទៅ400អញ្ចឹងបន្ទាប់ពី change មករួចហើយមិញខ្ញុំចូលទៅមក connect នៅក្នុង server របស់ខ្ញុំ connect ហើយចូលមកកាន់ ASH
ហើយ copy example នេះហើយយកមកផាសក្នុងនេះដើម្បី connect ចូលទៅ SH yes អញ្ចឹងខ្ញុំបានចូលមកកាន់ server របស់ខ្ញុំហើយOM I name អញ្ចឹងខ្ញុំប្រើ command sudo apt update L អញ្ចឹងខ្ញុំ update ហើយខ្ញុំប្រើ command sudo apt upgrade ដើម្បី upgrade package នៅក្នុង Linux អញ្ចឹងបន្ទាប់ពី upgrade រួចខ្ញុំចូលទៅ install server FTP server sudo apt install vfs pd បន្ទាប់ enter ដើម្បី install វាសំទោសខ្ញុំវាយ command ខុស sftpd y បន្តមកយើងទៅ config file របស់ FTP ខ្ញុំសុំ clear screen មួយ Ctrl L cd/etc ខ្ញុំសុំ download grab មួយសិន os dash grab psftpd.conf ok ចឹងខ្ញុំ download បានហើយអញ្ចឹងខ្ញុំ copy វាមួយសិន sudo cp move file
dot backup ok chân dùng bàn backup hỏi chân dùng ls ok chân dùng bàn file backup màu với nhé chân dùng clear screen mớiต่อมาខ្ញុំចូលទៅកាន់ការ configuration ដែលប្រើ sudo nano file មិញបន្ទាប់មកយើងចូលទៅកែ local enable យកធម្មតា write enable យក yesចឹងនេះ write enable យក yes បន្ទាប់មកយើងទៅហៅch root local user បើកមួយតមកយើង add command line មួយតមកយើង add root មួយទៀតដែល allow variable ch root ស្មើ yes បន្ទាប់មកយើងទៅថែម passive របស់វានៅបន្ទាត់ខាងក្រោមទាំងអស់ចឹងខ្ញុំសូមធ្វើការបើក passive ពី enable ស្មើ yes passive ទៅបំផុតរបស់ port ស្មើ 50000 passive ទៅមក port របស់ port ស្មើ 51000បន្ទាប់មក Ctrl X ចឹងបន្ទាប់ពីការ configuration ហើយយើងត្រូវ start សវាមួយ sudo systemctl restart psf លុប dot យើងប្រើ command នេះដើម្បី restart server មួយទៅសុំទោសមកខ្ញុំខុស ctl sudo systemctl restartនេះខ្ញុំបាន restart វាហើយបន្ទាប់មកខ្ញុំធ្វើការ set status របស់វា
sudo system str stata Group Supervision ចឹង status របស់ខ្ញុំគឺចូលមកបាន running ចឹងការធ្វើការ configuration នៅលើ active server គឺបានដែរប៉ុន្តែវាអត់ទាន់ដើរ fit 100%ទេចឹងធ្វើការកម្មវិធីជំនួយគឺ Fanzilla ចូលទៅ file site manager បន្ទាប់មកខ្ញុំបង្កើត site ថ្មីមួយទៅដាក់ឈ្មោះ FTP server AWS បន្ទាប់មក protocol ខ្ញុំយក SSH file transfer protocol បន្ទាប់មកចូលទៅយក host នៅក្នុង AWS ដែលជាម៉ាស៊ីនរបស់យើងចូលមកកាន់ EC2 instant connection copy ID ដាក់នៅកន្លែងនេះlog on time យក key file browse key file គឺចូលទៅយក key pair ដែលបាន download មកបន្ទាប់មក user គឺយើងចូលទៅ contributor ហើយ write comment UMI ដើម្បីឆែករក user នេះគឺ Ubuntu ហើយខ្ញុំចុច OK ចាំចូល file site manager ម្ដងទៀត connect អញ្ចឹងខ្ញុំបាន connect ចូលហើយខ្ញុំទៅបង្កើត folder មួយទៀតខ្ញុំ create directory មួយអាយុ5បន្តមកខ្ញុំទៅបង្កើត file មួយថា ayu5.tt អញ្ចឹងខ្ញុំចូលទៅឆែកនៅក្នុង Ubuntu របស់ខ្ញុំfile មិញខ្ញុំបានបង្កើតចឹងខ្ញុំចូលទៅឆែកម្ដងទៀតដោយសារមកខ្ញុំនៅក្នុង folder etc ចឹងខ្ញុំឆែក file អត់ឃើញទេនេះ file ដែលខ្ញុំបាន create មិញនៅក្នុងdirectory ayu5 និង file ayu5.tt អញ្ចឹងខ្ញុំចង់ copy file ពី version របស់ខ្ញុំទៅក្នុង file ayu5 ហើយ ayu5.tt នេះខ្ញុំដាក់ទៅក្នុង file ហ្នឹងដែរចឹងខ្ញុំទៅ list មើលឃើញទេចឹងមានតែ file ទេចឹងខ្ញុំសូមចូលទៅ file ayu5
ចូលមកខ្ញុំអើចឹងនេះ file ដែលខ្ញុំ copy ចូលពីមិញអញ្ចឹងបានន័យថា FTP របស់ខ្ញុំអាច move file ទៅបានទៅកន្លែងណាក៏បានដែលមានន័យថាការធ្វើ FTP នេះគឺ success អញ្ចឹងអរគុណលោកគ្រូវីដេអូហ្នឹងមានតែប៉ុណ្្នឹងលោកគ្រូ